Ok, chẳng ngày nâng dương mau bắt đầu càng ngày dương tiết tông cho mùi nâng user này cho mình là Ubuntu server chẳng là tập bốn dương cho mau login tới user bỏ dương đã password mà chẳng đời xa ở nhâm trong remote trên bị PowerShell đã SA nó mới thôi càng ngày nâng chân nhâm xong check từ là IP bỏ user server bỏ dương chân nhung bảo tông cho mình nâng PowerShell chẳng dương phở command SA nó mới remote cho từ IP mùi nâng chẳng user របស់ខ្ញុំ peer ហើយខ្ញុំadd ទៅ IP address របស់ខ្ញុំខាងលើនេះ192.1.1.101អា6ចឹងខ្ញុំដាក់ password root password របស់ user យើងចឹងនេះចឹងយើងបានចូលមកកាន់ SH តាមរយៈ PowerShell ហើយចឹងយើង remote ចូលទៅតាមហ្នឹងចឹងខ្ញុំ clear ចោលសិនចឹងដំបូងឡើយយើងឆែកតាក់ទងមួយនឹង command who am I សិនដើម្បីចង់ដឹងថាយើងឈរលើ user មួយណាហើយមួយទៀតគឺយើងឆែក root directory បច្ចុប្បន្នដែលយើងកំពុងឈរលើគឺយើងប្រើ command pwd ចឹងយើងចាប់ផ្ដើមធ្វើការងាររបស់យើងតអញ្ចឹងដំបូងឡើយយើងចង់បង្កើត user មួយឈ្មោះថា student1 ចឹងយើងប្រើ sudo user add ហើយយើងដក m ដក s /bin /bus ហើយយើងដាក់ឈ្មោះ user របស់យើងគឺ user1 ចឹងយើងដាក់ password មកចឹងយើងបានបង្កើត user មួយហើយប៉ុន្តែយើងអត់ទាន់បាន set password ឲ្យ user ហ្នឹងទេចឹងយើងធ្វើការ set password ទៅឲ្យ user ហ្នឹងគឺយើងប្រើ sudo passwd ហើយ user1 របស់យើង student1 យើងដាក់ password ឲ្យគាត់ទៅយើង retype ម្ដងទៀតនេះយើងបានដាក់ success ហើយចឹងយើងចាប់ផ្ដើម switch ទៅប្រើ user ថ្មីរបស់យើងចឹងយើងប្រើ su ដកហើយឈ្មោះ user ថ្មីរបស់យើងហ្នឹងដែលយើងបង្កើត student1 ចឹងយើងដាក់ password ឲ្យ user ហ្នឹងមកចឹងឥឡូវនេះយើងបាន switch ទៅកាន់user student1 ហើយចឹងយើងចង់ដឹងថាវាឈរលើ student1 មកអត់យើង who am I មកនេះចឹងឥឡូវនេះយើងកំពុងឈរលើ student1 ហើយមួយទៀតយើងអាច pwd មើលដើម្បីចង់ដឹងថាយើងឈរលើ root directory student1 មែនក៏អត់ចឹងនេះយើងឃើញហើយយើងកំពុងឈរលើ student1 ចឹងយើងចូលទៅធ្វើការងារបន្ទាប់របស់យើងទៀតគឺយើងតេស្តតាក់ទងជាមួយនឹងការបង្កើត folder នៅក្នុង user student1 ហ្នឹងចឹងយើងបង្កើត folder មួយមក dir ចឹងខ្ញុំដាក់ថា my folder ចុះហើយយើងចង់ដឹងថា folder ហ្នឹងយើងបាន create ហើយ success ឬក៏នៅយើង ls មើលមកនេះយើងបាន folder my folder ហ្នឹងចឹងឥឡូវនេះយើងធ្វើការ exit ទៅកាន់ user ដើមរបស់យើងវិញចឹងនេះយើងបាន exit log out ហើយចឹងយើងអាចឆែកបាន who am I ចឹងយើងមក user ដើមរបស់យើងហើយអូខេមួយទៀតដើម្បីយើងឆែកតាក់ទងជាមួយនឹង user list យើងអាចប្រើ pad/etc/passwd ចឹងយើងអាចឆែកមើលបាន user ដែលយើងបានបង្កើតនេះគឺ student1 ចឹងគឺមានហើយមួយទៀតបើយើងចង់ filter យកតែ user ដែលយើងបានបង្កើតមិញហ្នឹងទេយើង filter ទៅលើ user មួយហ្នឹងចឹងយើងគ្រាន់តែប្រើ cat/etc យើងអាច /passwd ហើយយើងប្រើសញ្ញា or នេះហើយយើង grab user student1 ហ្នឹងមកចឹងឃើញថាយើងបានតែ user student1 ហ្នឹងមួយទេអូខេចឹងការងារ user management របស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចឹងយើងបានបញ្ចប់ការងារធំនេះ